ตุអីបានជាស្ត្រីធ្លាក់សធ្លាក់អត់បានចំពោះโรคស្ត្រីធ្លាក់សរមាស់ក្លិននេះគឺមានស្ត្រីច្រើនមែនទែនដែលតែងតែជួបប្រទះតែងតែមានការធ្លាក់សធ្លាក់ខាំធ្លាក់រមាស់ធ្លាក់ក្លិនហើមក្រហាយឈឺស្ងួតទ្វេមាសឡើងកទួលឡើងពងបែកឡើងតបៅនៅទ្វេមាសឡើងដុំសាច់ឡើងកទួលក្រហមឬមួយក៏ធ្វើឲ្យស្ត្រីផ្ទាល់ហ្នឹងគឺមានបញ្ហានោមក្តៅកាហាយឈឺផ្សាដែលការរលាកទ្វេមាសរលាកមាត់ស្បូនធ្វើថាហេតុអីបានជាស្ត្រីកើតមានបញ្ហាទាំងអស់នេះចារឿងទី1គឺដោយសារតែការកង្វះអនាម័យផ្ទាល់ចំពោះស្ត្រីប្រើប្រាស់បន្ទប់ទឹករួមសាធារណៈដែលមិនបានសម្អាតមិនបានសម្លាប់មេរោគហើយមិនបានជូតលាងសម្អាតទ្វេមាសឲ្យបានត្រឹមត្រូវរឿងទី2គឺដោយសារការប្រើប្រាស់នៅផលិតផលមិនបានត្រឹមត្រូវការលាងសម្អាតទ្វេមាសដែលមានជាតិកាត់ខ្ពស់ហើយការប្រើប្រាស់នៅផលិតផលមួយចំនួនទៀតដែលធ្វើឲ្យបាក់តេរីល្អនៅទ្វេមាសចាប់ផ្ដើមថយចុះបាត់បង់និងងាយឆ្លងនៅពពួកមេរោគបាក់តេរីចូលទៅខាងក្នុងទ្វេមាសរឿងទី3គឺតកតងជាមួយរបបអាហារចំពោះបងដែលគាត់ចូលចិត្តញ៉ាំគ្រឿងផ្អាប់ញឹកញាប់អាហារឆៅញឹកញាប់ក៏ជាមូលហេតុធ្វើឲ្យស្ត្រីងាយក្នុងការដែលកើតមានរោគស្ត្រីផងដែរហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺការមានដៃគូច្រើនភាគច្រើនណាបងស្ត្រីគាត់ឆ្លងរោគពីដៃគូរបស់គាត់មកផ្ទាល់តែម្ដងគាត់គេនៅមួយគ្នាហើយគឺគាត់មានការធ្លាក់សគាត់មានក្លិនមិនល្អគាត់មានការរមាស់គេនៅជាមួយគ្នាហើយគាត់ចាប់ផ្ដើមមានការក្តៅកាហាយឈឺផ្សាដោយសារការឆ្លងនៅពពួកមេរោគពីដៃគូរបស់គាត់បងខ្លះមានដៃគូរួមភេទច្រើនឆ្លងនៅពពួកកាមរោគឆ្លងនៅពពួកបាក់តេរីពីដៃគូម្ខាងទៀតធ្វើឲ្យគាត់ចេះតែកើតមានរោគស្ត្រីអត់បាត់សោះអញ្ចឹងបើសិនជាមិត្តដារីបងស្ត្រីទាំងអស់គ្នាសង្កេតឃើញថាខ្លួនឯងចាប់ផ្ដើមមានការធ្លាក់សខុសធម្មតាធ្លាក់រមាស់ធ្លាក់ក្តៅធ្លាក់ឈឺធ្លាក់ឡើងពណ៌ឡើងក្លិនចាប់ផ្ដើមឡើងកទួលឡើងក្រហមឡើងហើមទ្វេមាសសូមប្រញាប់ក្នុងការព្យាបាលឲ្យបានទាន់ពេលជៀសវាងទុកយូរទៅអាចវិវត្តទៅជាមហារីកស្បូនបានដល់អត់ដឹងខ្លួនជាពិសេសណាបងទាំងអស់គ្នាកើតរោគស្ត្រីហើយគឺពិបាកក្នុងការដើរឈរអង្គុយពិបាកក្នុងការចេញក្រៅជួបគេពិបាកក្នុងការដែលញ៉ាំអីដែលខ្លួនឯងចង់ញ៉ាំបាត់បង់ក្តីសុខបាត់បង់ទំនុកចិត្តខ្មាស់អៀនសូម្បីតែប្តីខ្លួនឯងនោះក៏មានអារម្មណ៍ថាខ្មាស់ដែរចាមានក្លិនអត់ល្អគេនៅមួយគ្នាអត់កើតចាធ្វើឲ្យប្តីចាទៅរកខាងក្រៅចាមកវិញចម្លងមេរោគមកកាន់យើងកាន់តែធ្ងន់លើសដើមអញ្ចឹងបងទាំងអស់គ្នាមានបញ្ហាទាំងអស់នេះឈប់បន្តទុកបញ្ហាទាំងអស់ហ្នឹងទៀតទៅសូមពិគ្រោះហើយប្រឹក្សាឲ្យបានលម្អិតទៅលើបញ្ហាសុខភាពបងប្អូនហើយព្យាបាលឲ្យត្រូវជាមួយនឹងមេរោគដែលបង្កបញ្ហាដែលកើតមានសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាចង់ប្រឹក្សាលម្អិតទៅលើបញ្ហាសុខភាពនិងចង់ដោះស្រាយទៅលើបញ្ហានេះអាចតាក់ទងមកកាន់អ្នកគ្រូផ្ទាល់តាម Telegram 069 316714ដើម្បីធ្វើការប្រឹក្សាសុខភាពនិងព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាអរគុណសម្រាប់ការតាមដានក៏ដូចជាការស្ដាប់នៅវីដេអូមួយនេះជួបគ្នាវីដេអូក្រោយ